ngàyនេះបានមកចូលមើលចកាម្ដងទៀតហើយក៏ឃើញស្ពៃឈូលចេញផ្កាអស់អាលីងបងប្អូនហើយនិយាយរួមទៅដាំវគ្គហ្នឹងគឺថាបេះហូបមិនទាន់ទេបងប្អូនហើយឥឡូវហ្នឹងមករងហ្នឹងគឺចេញផ្កាទាំងអស់អញ្ចឹងហើយមានតែទុកវាដើម្បីឲ្យវាទុំហើយយកគ្រាប់ទឹកបដោះវាថ្មីហើយដើមភ្លើងកែបនេះខ្ញុំយកទៅដោតចោលប្រហែលខែមុនឥឡូវក៏វាចេញផ្កាដែរពេលដល់វគ្គផ្កាហ្នឹងគឺផ្កាទាំងអស់គ្នាតែហ្មងដើមតកូននេះវិញដកអស់ហើយនៅសល់មួយដើមហ្នឹងឥឡូវក៏ចេញផ្កាដែរផ្កាទាំងអស់តែហ្មងនិយាយទៅហើយដើមស្ដាយគួរនេះក៏វាដល់ផ្កាដែរហើយនេះគឺជាតឡាចក៏ផ្កាដែរតែបន្លែខ្លះយើងដាំដើម្បីយកផ្កាយកផ្លែវាបើវាអត់ផ្កាអត់ផ្លែហ្នឹងក៏យើងមានអារម្មណ៍ថាដាំមិនបានផលដែរហើយពេញប៉ោះថ្ងៃនេះក៏ឃើញមានផ្លែរៀងធំដែរហើយបងប្អូនអាចបេះយកទៅស្លយកទៅធ្វើជាភ្លាជាញាំស្អីបានដែរណាចំណែកឯដើមល្ងនេះគឺថាមិនបានដាំទេវាដោះនៅនឹងជ្រុះគ្រាប់ឥឡូវចេញផ្កាដែរនិយាយទៅផ្កាដែលទាំងអស់តែហ្មងហើយឥឡូវហ្នឹងមានអារម្មណ៍ថាសេតបន្តិចទៅឃើញម្ទេសដាំច្រើនដើមច្រើនជាងគេឥឡូវហ្នឹងចេញផ្លែហើយតែវាមិនទុំវាទៅស្អុយឲ្យតែផ្លែរាងចាស់បន្តិចគឺវាស្អុយឡើងទៅកើក្នុងហ្នឹងបងប្អូនមានវិធីសាស្ត្រអីកុំឲ្យវាស្អុយជួយប្រាប់ផងបងប្អូនហើយកុំភ្លេចជួយ like វីដេអូខ្ញុំម្នាក់មួយផងណាបងប្អូនសូមអរគុណ